ថ្ងៃនេះការងារធ្វើឲ្យតកែចាប់ម៉ោងការងារឲ្យបងប្អូនចូលមកការងារខ្លួនឯងម្ដងខាងអ្នកកសិកម្មបងប្អូនហើយមិនថាកន្លែងខ្ញុំកន្លែងគេទេភាគច្រើនគឺដាំដំណាំដំណោចហូបខ្លួនឯងបានអញ្ចឹងព្រោះថាចំណីដីតកែតាមប្រឡោះរងបន្លែរបស់គាត់នឹងយើងអាចដាំដំណាំដំណោចខ្មែរយើងហូបបានបើកន្លែងគេខ្ញុំមិនសូវដឹងប្រហែលទេគ្រាន់ថាពេលខ្លះឃើញមានអ្នកដាំដែរប៉ុន្តែបើខាងខ្ញុំវិញបងប្អូនគឺតកែខ្ញុំមានចំណីដីឲ្យដាំហូបរៀងខ្លួនអញ្ចឹងណាចែកគ្នាវាស់និយាយទៅចែកគ្នាដូចនៅស្រុកខ្មែរអញ្ចឹងចែកម្នាក់4 10 20 ម៉ែត្រអញ្ចឹងទៅអាតាមប្រឡោះរងរបស់គាត់ហ្នឹងហើយដល់ខែនេះគឺខែរដូវដាំដុះណាបងប្អូនអញ្ចឹងហើយយើងចាប់ផ្ដើមជីកគាស់ដើម្បីដាំដំណាំយើងហូបដាំដំណាំខ្មែរអញ្ចឹងព្រោះថាដំណាំរបស់យើងនៅក្នុងស្រុកនេះបងប្អូនបើយើងទៅទិញនៅម៉ាតអាស៊ីក៏វាថ្លៃដែរព្រោះថាគេលក់នៅលើម៉ាតអាស៊ីគេដាំលក់អញ្ចឹងក៏យើងទៅទិញទៅរៀងថ្លៃអញ្ចឹងហើយយើងដាំហូបខ្លួនឯងទៅចំណាយពេលវេលាតិចតួចសល់ពីម៉ោងតកាអញ្ចឹងទៅយើងឆ្លៀតដាំអញ្ចឹងណាបានដំណាំតំណោចយើងហូបរដូវកាលនេះគឺរដូវកាលធ្វើដីដាំឲ្យបងប្អូនហើយខ្ញុំធ្វើដីនេះគឺខ្ញុំដាំតកួនណាបងប្អូនតកួនរបស់យើងហ្នឹងគឺដាំកាត់តែដើមហូបមកទុកឲ្យគល់វាលាស់មកបានហូបទៀតផុតមករដូវក្តៅអញ្ចឹងណារួចបើសិនជាយើងទិញគេអីវាអស់លុយអស់កាក់ច្រើនដែរពេលយើងដាំបានហូបអញ្ចឹងទៅយើងចាយឲ្យសាច់ញាតិបងប្អូនខ្មែរយើងនៅក្បែរនឹងដែរអញ្ចឹងណាអ្នករោងចក្រអីគាត់អត់មានដីដាំដំណាំតំណោចហូបខ្លួនឯងអញ្ចឹងយើងអ្នកកសិកម្មស្គាល់គ្នាអញ្ចឹងទៅយើងដាំបានហូបអញ្ចឹងទៅយើងចែកចាយសាច់ញាតិយើងចិត្តអញ្ចឹងទៅសាច់ញាតិខ្មែរដូចគ្នាហ្នឹងណាបងប្អូនហើយដាំតកួនខ្ញុំដាំស្រុកនេះគេក្រាកស៊ូអញ្ចឹងទៅតាមប្រឡោះរុនហ្នឹងដាក់មករុន4 5គ្រាប់តាមតែយើងដាក់អញ្ចឹងទៅបើយើងសបោគ្រាប់យើងដាក់រែងច្រើនមិនសូវសបោដាក់តែ3គ្រាប់ពេលវាលូតមកវាបែកកូនបែកអីបានច្រើនណាបងប្អូនអើយនិយាយទៅខាងនេះគឺដាំអីគឺគេក្រាកស៊ូអញ្ចឹងឯងហើយដំណាំល្អទោះយើងអត់សូវដាក់ជីក៏ល្អដែរព្រោះថាអាកាសធាតុរបស់គេវារៀងមិនសូវក្តៅខ្លាំងដូចនៅស្រុកយើងហើយសត្វល្អិតក៏វាអត់សូវសម្បូរដែរចិត្តកន្លែងតកែខ្ញុំអញ្ចឹងពេលមានសត្វល្អិតអីអាចយកថ្នាំបាញ់សម្លាប់សត្វល្អិតរបស់គាត់យកមកបាញ់បន្លែរបស់យើងបានដែរអញ្ចឹងតែនិយាយទៅតកែខ្ញុំគាត់ចិត្តល្អដែរចិត្តល្អស្រួលមែនតើហ្មងថាយើងដាំដំណាំតំណោចខ្មែរយើងដំណាំខ្មែរយើងហូបអីគាត់អត់សូវថាអីទេឲ្យតែយើងថែទាំឲ្យបានល្អកុំឲ្យមានចៃមានអីឆ្លតដល់បន្លែគាត់ចឹងណាគាត់ស្លូតគាត់ស្រួលគ្រាន់ថាធម្មតាទេទោះគាត់ស្លូតគាត់ស្រួលក៏យើងត្រូវខ្លាចចិត្តគាត់ដែរចឹងណាបងប្អូនតកែការ៉េមានពេលខ្លះក៏ស្រួលពេលខ្លះក៏រៀងពិបាកចឹងទៅទោះតកែខ្ញុំស្រួលក៏មានពេលខ្លះគាត់រៀងពិបាកដែរប៉ុន្តែធ្វើមិនយើងជាជនជាតិផ្សេងគ្នាយើងធ្វើការឲ្យគាត់យើងបំពេញតួនាទីរបស់យើងចឹងណាបងប្អូនហើយដាំតកួននេះតា3 4 5ថ្ងៃហ្នឹងបងប្អូននៅលូតចេញមកឲ្យចាំពេលបានផលចាំខ្ញុំថតឲ្យបងប្អូនមើលម្ដងទៀតវីដេអូនេះមានតែប៉ុណ្ណឹងទេអរគុណច្រើនជម្រាបលាបងប្អូន